5 ឆ្នាំហើយលោកគ្រូហ្នឹងចាប់មកប្រើមុនដំបងម៉ែនេះម៉ែទិញណាលគ្នាហ្នឹងទិញណាលគ្នាហ្នឹងតែកូនហ្នឹងលោកបានច្រើនដែរម៉ែមួយលោកបាន3ម៉ែមួយនេះលោកបាន4អានេះកូនដំបងកូនម៉ែកដាលហើយយើងចង់បានបាល្អយើងទៅដាក់បាគេបាល្អគេមួយ30ម៉ឺនអានេះបាធម្មតាអាទូចនេះបាធម្មតាបាគេហៅស្អីត្រាម៉ាន់ណាបោះកសិកម្មនេះត្រាម៉ាន់បោះកសិកម្មអាពឹសហ្នឹងហើយស៊ីអីអូនយើងមានសស៊ីអីស៊ីទៅឆ្មៅហើយច្បើងហ្នឹងលោកគ្រូឃើញហើយឆ្មៅហើយច្បើងណាមួយឆ្នាំមូជាង100បានស៊ីឆ្អែតតាំងពីត្រឹមហ្នឹងទៅមួយឆ្នាំចឹងមូ60ម៉ឺនយើងមិនមែនមួយឆ្នាំទេយើងមូហ្នឹងវាមានតាមមួយឆ្នាំយើងមូ3ដងតាមកញ្ចោតកន្លះហ្នឹងយើងមូ3ដងមូម្ដង30ម៉ឺន40ម៉ឺន40ម៉ឺនចឹងទៅជួនណាវាឈានដល់8ដែរយើងមូ3ដងយើងគិតថា3ដងព្រោះឲ្យយើងមូតែម្ដងក៏វាមិនបានស៊ីអស់ទៅយើងទៅមូទៀតចុះស្រូវកញ្ចោតនោះអូនគេ3ខែបានកញ្ចោតមួយដុំគេយកយើងទិញកែ1500ហើយដឹកខ្លួនឯង1500ហ្នឹងក្រៅពីច្បើងហ្នឹងឆ្មៅតែប៉ុណ្ណឹងមានអីទៀតហើយបើយើងមានទឹកកកទឹកបាយអីសល់យើងចេះឲ្យវាស៊ីបន្ថែមមកយើងអត់ទៅជំនួយកតុកខ្លះដែរចោតខ្លួនឯងចំការខ្លួនឯងជួនណាវាទឹកច្រើនពេកទៅចោតភ្លឺស្រែគេខ្លះដែរចឹងណាអត់ទេទិញឯងអត់មានដែលទិញហ៎អូនឆ្មៅខ្លួនយើងខ្វះអីមួយឆ្នាំបើយើងកើត2ចឹងលក់បាន2បើកើតទឹមគ្នាចឹងបើវាកើតប្រឡោះគ្នាចឹងគោមួយឆ្នាំមិនបានណាលោកគ្រូមួយឆ្នាំ3ឆ្នាំកើត2ជួនណា2ឆ្នាំកើត1មានបាននេះណាអត់ទេហើយដល់វាកើតមកយើងមិនបានលក់វា5 6ខែបានលក់ណាឈានចូលដល់ជួនណាមកខួបបានហ្នឹងឆ្នាំ2020ចាំ5ឆ្នាំមកកាលចាំហ្នឹងគោថ្លៃតែយើងទៅទិញរបស់គេថ្លៃលោកគ្រូមិនរួចដើមទេលក់កូនហ្នឹងក៏អត់រួចដើមដែរព្រោះយើងទិញគេថ្លៃគោថ្លៃតែពេលយើងចាំមកយើងលក់អត់ចំណេញទេគោវាថោកគោធ្លាក់ថ្លៃរហូតហ្នឹងមានទេថោកមេមួយហ្នឹងទិញមក5លាន10ម៉ឺនឥឡូវលោកគ្រូទៅលក់មើលបើបានឲ្យបាន3លានហ្នឹងទិញមកមេ3ឥឡូវប៉ុន្តែលក់មេមួយបាត់ហើយលក់មេមួយ2ឆ្នាំហើយមេចាស់នឹងកូនមួយថ្លៃ5លាន10ម៉ឺននោះខ្ញុំថាចឹង5លាន10ម៉ឺនអានោះ4លាន8នេះអានេះ5លាន10អានេះកូនខ្លួនវាកូនមេកដាលនេះចុះថ្លៃរហូតហ្នឹងខាតគ្រប់គ្នាថ្លាក់ចុះរហូតហ្នឹងប៉ុន្តែចេះតែចិញ្ចឹមមកព្រោះយើងវាកសិកម្មហែកដាក់ចេកដាក់ដូងដាក់អីចេះតែចិញ្ចឹមលោកគ្រូមានចំណេញទេយើងជួលគេទាំងអស់ហ្នឹងច្បើងក៏យើងទិញអីក៏យើងទិញហ្នឹងលោកបានហ្នឹងវាគ្រាន់ថាវារួចម៉ែអស់ហ្នឹងហើយលោកកូនហ្នឹងឥឡូវវាបានអសល់មេហ្នឹងរួចហើយលោកបានច្រើនដែរ1លានជាងហ្នឹងលោកត្រឹមកូនកោហ្នឹងតើមិនដឹងដែរលោកគ្រូណាទៅដឹងទៅមុខបច្ចុប្បន្ននេះថាទៅកោចុលដួលទៅមុខមិនដឹងគ្រូប៉ុន្តែយើងចាំយើងចេះតែចាំរហូតហ្នឹងយើងចាំតែរហូតហ្នឹងស៊ីចំណៃឯងកោខ្ញុំគ្មានស៊ីចំណៃឯងចំណាយតែច្បើងឆ្នាំមួយឆ្នាំចំណាយតែច្បើងទេកម្លាំងពលកម្មនោះពលកម្មពេកហើយអត់មានទៅចំណាយចំណៃណាមុងបានដាក់មូសលោកគ្រូមុងដាក់ទិញមុងហ្នឹងចំណាយគ្រាន់តែចំណាយមុងហ្នឹងពីសាហ្នឹងអស់20ម៉ឺនជាងចុះតែបន្តិចវាដាច់ដែរហ្នឹងដាក់មុងបើមិនដាក់មុងគោមិនបានសាច់ល្អចឹងទេអានេះរោងចងពេលថ្ងៃនេះរោងច្បើងយប់ឡើងដឹកចូលទៅលើសាបនោះទៀតនោះចាក់សាបទៀតអាកូនទូចហ្នឹងមិនតាន់លក់ទេវាមិនតាន់បានថ្លៃឈ្មោលបើដឹងហងគូនិយាយតែត្រង់ប៉ាន់កូនឈ្មោលវាថ្លៃជាងកូនម៉ែវាឆាប់ធំគេទិញយកទៅប៉ាន់មុនគេមកមើលដែរប៉ាន់ថោកគេឲ្យថោកអញ្ចឹងវាមិនតាន់បានហើយគេហ៊ានយ៉ាងច្រើន1លាន6លានចិត្តណាខ្ញុំដាច់2លានខ្ញុំមិនលក់ថោកពេកលក់ទេឡំតាន់លក់អីលោកគ្រូថោកពេក